bà bọc bốn trong khai này của bạn pi ngày lại lùa ở bàn thử videoปรับบ បងប្អូន ថ្ងៃនេះតនីឆ្លៀតធ្វើបន្តិចបងប្អូននេះដូចបងប្អូនឆ្កឹលអត់ដើមនេះបងប្អូនឆ្កឹលទេនេះគេហៅថាដើមរុំដើមមៅរុំណាហើយគុណភាពរបស់ដើមរុំនេះស្លឹកយើងស្លកកោហូបលក់គឺបងប្អូនអត់មានស្អំអីបងប្អូនអាចបេះស្លឹកវានេះហាន់អត់ល្អិតតិចទៅគឺមិនហាន់ទេដាក់ទាំងចេះក៏បានតែយើងប្រលេះធៀងវាចាញ់ណាជៀនជាមួយពងមឿនពងទាក៏បានស្លកកោហើយស្លឹកនេះក៏វាមានប្រយោជន៍ទៅការព្យាបាលរោគនៅក្នុងខ្លួនយើងដែរទី1បងប្អូនដែលមានមេរោគក្នុងកាពះឬខាងវិទ្យាសាស្ត្រគេថាក្តៅឈាមក្តៅណាបងប្អូនអាចបុកយកស្លឹកបុកយកទៅផឹកមួយថ្ងៃមួយកូនកែវ2ថ្ងៃ3ថ្ងៃមួយកូនកែវបាត់ដែរឈាមក្តៅអានេះយើងបងប្អូនដែលអត់ទាន់មានផ្លែណាចាំដល់ពេលប្រាប់ទៅខាងផ្លែវាបន្ថែមផ្លែវាក៏យើងអាចយកមកហូបលក់បានស្ងោហូបលក់ផ្លែខ្ចីដែលនៅទន់ណាបើចាស់យើងអាចបេះយកមកស្លកាត់1 2កណាត់1 2កណាត់ស្លបានហើយដល់ទុំបើទុំគ្រាប់ក្នុងគ្រាប់វាគឺសំខាន់បំផុតគ្រាប់វាទុំបងប្អូនឈាមក្តៅឬអត់ចូលស្រួលខ្លួនបងប្អូនហូបគ្រាប់មរុំនេះគ្រាប់ទុំបងប្អូនយកសាច់ក្នុងណាសាច់គ្រាប់ទុំបងប្អូនហូបមួយថ្ងៃមួយគ្រាប់បានហើយបើអានោះកម្លាំងបងប្អូនខ្សោយបងប្អូនហូបមួយថ្ងៃមួយគ្រាប់បើសិនដល់បងប្អូនថាកម្លាំងមើលទៅកម្លាំងទៅរឿង9អាចមួយថ្ងៃ2គ្រាប់ព្រឹកមួយល្ងាចមួយក៏បានទីជួយមេរោគក្នុងកាពះឈាមក្តៅtên nhà rồi mình thắp prún nữa dừng thắp prún bởi tậpពេលខាងវិទ្យាសាស្ត្រគេថា tên nhà នឹង prún វាអត់ខុសគ្នាទេកូនធ្លាក់ tên nhà នោះដែរ tên nhà នោះក៏ធ្លាក់ដែរបងប្អូនហើយក្នុងមួយថ្ងៃបងប្អូនហូបមួយគ្រាប់បានណាតាមសុខភាពបងប្អូនថាសុខភាពមុនហើយគឺមួយថ្ងៃ2គ្រាប់2017ខ្ញុំទៅពីតូចមកទល់អាយុ50ជាងគីឡូខ្ញុំទៅ53 54ឆ្នាំ2017ខ្ញុំហូបគ្រាប់មរុំយកទុំវាក្នុងមួយថ្ងៃនោះខ្ញុំកម្លាំងខ្ញុំនៅខ្លាំងនៅក្រាន់បើក្នុងមួយថ្ងៃខ្ញុំហូប7គ្រាប់រយៈពេលមួយអាទិត្យខ្ញុំហូប7គ្រាប់ទៀតរយៈពេល3អាទិត្យខ្ញុំហូបអស់21គ្រាប់ចាំអត់ភ្លេចទេនៅបរិយាសង្ណាំខ្ញុំធ្វើការនៅនោះហើយរយៈពេល21ថ្ងៃអស់21គ្រាប់ដែរខ្ញុំចង់ដឹងខ្ញុំឡើងជីងសាក់មើលឡើងជីងគីឡូឡើងដល់ទៅ68ប៉ុន្តែ3ថ្ងៃគីឡូខ្ញុំថយមកវិញហើយខ្ញុំទប់អត់ឲ្យឡើងទៅទៀតក្នុងមួយថ្ងៃហូបតែមួយគ្រាប់បានដែរអានោះជួយកម្លាំងយើងសុខភាពយើងមិនងាយចាស់ទ្រុឌទ្រោមណាបងប្អូនហើយដោយគ្រាប់ទុំវាយើងហូបតែរៀងល្វីងតិចតិចប៉ុន្តែដល់ពេលយើងហូបរួចរយៈពេលកន្លះម៉ោង1ម៉ោងនេះបងប្អូនជប់មាត់លាបទឹកមាត់ក៏ផ្អែមដែរដូចគ្នានឹងគេថាផ្លែស្មោណាផ្លែស្មោហើយនឹងកន្ទួតព្រៃអត់ខុសគ្នាទេប៉ុន្តែដំបូងរឿងល្វីងតិចបាទនេះមរុំបងប្អូនហើយវាមានយើងយកទៅស្លជៀនជាមួយពងទាបាននេះបាទអរគុណច្រើនបងប្អូននេះមកដើមមរុំខ្ញុំកាច់តែមេឃមកបាទអរគុណ